យក 9 ចូលមកដល់វិស័យអីដែលល្អជាងគេសម្រាប់រាជរដ្ឋាភិបាលក្រសួងណាដែលដើរតួសំខាន់នៅក្នុងការអភិវឌ្ឍអញ្ចឹងយើងមើលនៅក្នុងយក 9 ទេសចរបែបវប្បធម៌ប្រពៃណីនិងរីកចម្រើនទេសចរបែបទីសក្ការៈនិងរីកចម្រើនអញ្ចឹងយើងមើលនៅពេលដែលប្រទេសយើងបើសិនជាមានការរៀបចំទីសក្ការៈដែលល្អមានកន្លែងគោរពបូជាដែលស័ក្តិសិទ្ធិក៏អាចទាក់ទាញទេសចរពីក្រៅប្រទេសមកលេងប្រទេសកម្ពុជាយើងដែរយើងមើលប្រទេសជិតខាងយើងអ្នកខ្លះគាត់ធ្វើមិនទាន់ជាស្អាតណាស់ណាប៉ុន្តែក៏មួយឆ្នាំទាក់ទាញទេសចរចូលប្រទេសគេរាប់រយលានដុល្លារប៉ុន្តែអ្វីដែលខ្មែរយើងមានប្រទេសយើងមានកន្លែងស័ក្តិសិទ្ធិដែលល្អច្រើនប៉ុន្តែយើងមានពេជ្រអត់ទាន់ចេះឆ្នៃអញ្ចឹងហើយយក 9 នេះគឺជាយកដែលកម្ពុជាមានឱកាសនឹងឆ្នៃខ្លួនឯងជាពេជ្រដ៏មានតម្លៃមួយអញ្ចឹងតួនាទីសំខាន់គឺខាងក្រសួងធម្មការគឺមានតួនាទីសំខាន់មែនទែននៅក្នុងយក 9 នេះគឺអភិវឌ្ឍទេសចរបែបវប្បធម៌និងទីសក្ការៈដែលត្រូវសហការជាមួយនឹងក្រសួងទេសចរវិស័យទេសចររបស់កម្ពុជាយើងឲ្យរីកចម្រើនខ្លាំងនៅក្នុងយក 9 មិនត្រឹមតែយក 9 ទេចូលដល់យក 1ក៏វិស័យទេសចររីកចម្រើនដែរអញ្ចឹងទៅកម្ពុជាយើងមានឱកាសនឹងរីកចម្រើន40ឆ្នាំនៅក្នុងយក 9 និងយក 1ចំណែកវិស័យមួយទៀតគឺវិស័យកសិកម្មកម្ពុជានឹងរីកចម្រើនប៉ុន្តែក្រសួងកសិកម្មក៏ត្រូវតែរៀបចំផែនការច្បាស់លាស់ដើម្បីទប់ស្កាត់ទប់ទឹកដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ឲ្យបានគ្រប់គ្រាន់ក្រសួងប្រៃសណីក៏នឹងមានការអភិវឌ្ឍការដឹកជញ្ជូនខាងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗក៏មានការអភិវឌ្ឍច្រើនដែរចា៎ពាក់ព័ន្ធនឹងការរៀបចំដែនដីក៏មានសារៈសំខាន់ដែរក្នុងយក 9 នេះមួយទៀតយក 9 គឺជាយកបច្ចេកវិទ្យាការរស់នៅរបស់មនុស្សយើងគ្រប់គ្នានៅក្នុងយក 9 នេះគឺរស់នៅជាមួយនឹង digital ទៀតសូម្បីតែផ្ទះយើងស្អីក៏ digital ដែររស់នៅជាមួយនឹង technology អញ្ចឹងកាលណាយើងរស់នៅជាមួយ technology អ្វីដែលយើងត្រូវគិតជាងគេគឺឧបករណ៍របស់យើងពួកនឹងធ្វើឲ្យយើងឆាប់ stress ធ្វើឲ្យយើងឆាប់មួម៉ៅអញ្ចឹងនៅពេលនេះគឺយើងចូលចិត្តទៅលេងនៅកន្លែងដែលមានទេសចរធម្មជាតិអញ្ចឹងឱកាសល្អទេសចរបែបធម្មជាតិនឹងរីកចម្រើនអញ្ចឹងអ្នកដែលមានដីធ្វើ resort ដីដែលស្អាតៗទៅតាមគីឡូភ្នំឬក៏ទឹកធ្លាក់ផ្សេងៗគឺមានឱកាសនឹងអាចលក់បានខ្លាំងចំណែកសេដ្ឋកិច្ចពាណិជ្ជកម្មនិងការអភិវឌ្ឍប្រទេសកម្ពុជាយើងនៅក្នុងយក 9 នឹងមានចំណុចសំខាន់ជាច្រើនដែលអភិវឌ្ឍនៅភាពខាងមុខនៃប្រទេសយើងគឺនឹងមានការអភិវឌ្ឍអគារខ្ពស់ៗផ្ទះសម្រាប់គេហៅភូមិគ្រឹះផ្ទះធំៗនិងអគារសំខាន់ៗគឺនៅភាគខាងមុខចំណុចទិសដៅទី 2 គឺភាគខាងជើងនៃរាជធានីភ្នំពេញក៏មានការអភិវឌ្ឍខ្ពស់ដែរចំណុចទី 3 គឺនៅក្នុងខាងមុខជាខាងកើតក៏រីកចម្រើនឡើងដែរអ្នកដែលមានដីនៅក្នុងโซนដែលអភិវឌ្ឍនៅក្នុងយក 9 ខ្ញុំต้องអត់សង្ឃឹមទោះបីជាដីមិនមានតម្លៃថ្លៃដូចនៅក្នុងយក 8 ប៉ុន្តែយើងក៏មិនខាតដែរប៉ុន្តែនៅក្នុងទិសដៅផ្សេងអាចនឹងមានបញ្ហាហើយបើសិនជាឲ្យ recommend ការរៀបចំអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យនៅក្នុងយក 9 គួរតែរៀបចំបែបសហការគ្នាលក្ខណៈខ្នាតធំកុំរៀបចំបែបបុគ្គលការរៀបចំបែបបុគ្គលគឺរៀបចំបែបខ្នាតតូចៗគឺមិនអាចពិបាកនឹងជោគជ័យនៅក្នុងយក 9